សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរសូមអនុញ្ញាតឲ្យខ្លួនឯងធ្វើនំបញ្ចុកស្រស់ខួរក្តាមញ៉ាំឬក៏នំបញ្ចុកវៀតណាមញ៉ាំម្ដងនិយាយរួមទៅមុខម្ហូបហ្នឹងគឺថាចូលចិត្តជាងគេហ្មងបើនៅស្រុកខ្មែរវិញគឺថាបន្តិចសាការាបន្តិចអូស័យហ្មងចាពេលនេះអនុញ្ញាតឲ្យខ្លួនឯងប្រាប់បងប្អូនពីរបៀបធ្វើទាំងអស់គ្នានេះខ្ញុំមានសាច់ជ្រូកច្រាំហើយកន្លះគីឡូបងប្អូនហើយខ្ញុំមានខួរក្តាមដែលយើងទិញស្រាប់យើងដាក់វាចំនួន3ស្លាបព្រាទៅបងប្អូនអានឹងសម្រាប់សាច់ចំហុយសិនណាហើយគ្រឿងផ្សំទៀតខ្ញុំមានខ្ទឹមអំប៉ងហើយអំបិលស្ករម្រេចបន្តិចហើយរ៉ូឌីតែប៉ុណ្្នឹងឯងបងប្អូនយើងដាក់កន្លះស្លាបព្រាទៅតបមកខ្ញុំគោះពងទាពងមាន់4គ្រាប់ដាក់ទៅហើយរួចរាល់បងប្អូនប៉ុណ្្នឹងយើងយកវាទៅចំហុយទៅប្រហែលជាកន្លះម៉ោងនេះចំហុយហើយរួចរាល់ហើយបងប្អូនឥឡូវយើងមកធ្វើទឹកស៊ុបខ្ញុំដាំទឹកខ្ញុំដាក់ស្លឹកក្រូចហើយខ្ទឹម2-3មើមទៅបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ឆ្អឹងហ្នឹងស្រស់ហើយជាមួយជើងជ្រូកហ្នឹងក៏ស្រស់ហើយដែរបងប្អូនខ្ញុំដាក់ហើយបន្ទាប់មកខ្ញុំដាក់គ្រឿងខួរក្តាមហ្នឹងចំនួន2កំប៉ុងចូលបងប្អូនដោយសារខ្ញុំធ្វើឆ្នាំងច្រើនដែរហើយខ្ញុំចាក់ទឹកត្រីខ្ញុំវាស់ទៅប្រហែលជា2ស្លាបព្រាហើយរ៉ូឌី1ស្លាបព្រាស្ករ3ស្លាបព្រាហើយអំបិល1ស្លាបព្រាហើយម្សៅដុំស៊ុបខ្នុរយើងហ្នឹង2ដុំណាបងប្អូនប៉ុណ្ណឹងយើងមកមាស់វាប្រហែលជាកន្លះម៉ោងទៅតបមកខ្ញុំដាក់តាហ៊ូដែលយើងចៀនស្រាប់និយាយរួមទៅយើងនៅស្រុកគេនេះស្រួលមួយយ៉ាងដែរដោយសារអីយើងមានលក់ស្រាប់ដែរវាលឿនណាហើយដាក់ប្រហិតត្រីដែរទៅបងប្អូនតបវាពុះបានបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់ពោតបារាំងហើយផ្សិតបើបងប្អូនមានប៉េងប៉ោះដាក់ប៉េងប៉ោះបានប៉ុណ្ណេះនោះខ្ញុំភ្លេចទិញមកឥឡូវយើងធ្វើទឹកកាពិណាបងប្អូនខ្ញុំមានកាពិហ្នឹងដាក់លាយទឹកក្តៅតិចជ្រុំហើយខ្ញុំដាក់រ៉ូឌីហើយស្ករ2ស្លាបព្រាទៅបងប្អូនហើយខ្ញុំចាក់ទឹកស៊ុបវាចូលបន្តិចហើយខ្ញុំមានទឹកអំពិលទុំខ្ញុំច្បល់វាជាមួយក្រូចឆ្មាបន្តិចហើយទឹកក្តៅដែរហើយខ្ញុំដាក់ទឹកស៊ុបនឹងដែរអញ្ចឹងណាបងប្អូនប៉ុណ្ណឹងរួចរាល់ហើយអស់ហើយបងប្អូនរឿងគ្រឿងក្រៅរបស់យើងហើយបន្លែវិញខ្ញុំមានសរៃប្រុសហើយស្លឹកកញ្ឆាយហើយជីអាណាញ៉ៃណុងបើបងប្អូនមានតយងចេកហើយផ្កាស្នោទៀតរត់តែហ្មងប៉ុន្តែយើងនៅស្រុកគេហ្នឹងរៀងពិបាកហត់ទិញខែហ្នឹងវាចូលខែត្រជាក់អីហ្នឹងហើយបងប្អូនបើបងប្អូនអត់មានខួរក្តាមដូចខ្ញុំបងប្អូនអាចលីងខួរបកងយកទៅក្បាលបកងជាមួយខ្ទឹមសលីងហើយយកវាទៅក្លុកបងប្អូនបានហើយយកវាមកឆាបាច់ធ្វើទឹកស៊ុបដូចខ្ញុំអញ្ចឹងឯងគឺយកមកឆាហើយចាក់ទឹកចូលហ្មងអាហ្នឹងរួចរាល់ជាការស្រេចទេបងប្អូនអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះខុសឆ្គងអីកុំប្រកែកប្រកាន់បងប្អូនណាជួបគ្នាវីដេអូក្រោយ